ចាសួស្តីពុកម៉ែបងប្អូនស្វាគមន៍មកកាន់ថ្នាក់រៀនភាសាចិនអនឡាញជាមួយ HKH ចាឬមួយក៏ហៅជាភាសាអង់គ្លេសថា Chinese Online Class by HKH ចាបងប្អូនអាច follow page ចា Facebook page របស់នាងខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗដែលនាងខ្ញុំចែករំលែកចាថ្ងៃនេះនាងខ្ញុំសូមលើកយកប្រធានបទមួយចាដែលទាក់ទងជាមួយនឹងស៊ីហ៊ွမ်ជាមួយនឹងអៃចាបានន័យថាការចូលចិត្តចាជាមួយនឹងការស្រឡាញ់តើពីរនឹងខុសគ្នារបៀបម៉េចចាថ្ងៃហ្នឹងគឺមករៀងលក្ខណៈត្រាម៉ែដែរជាមួយបងប្អូនចាក្រៅពីហ៊ានបានចាប្រយោគតាក់ទងជាមួយនឹងពាក្យចូលចិត្តជាមួយស្រឡាញ់នឹងហើយចានេះខ្ញុំចែកម្លែកជាមួយនឹងការយល់ឃើញរបស់ខ្លួនឯងតិចតួចចាតាក់ទងជាមួយនឹងការស្រឡាញ់ជាមួយនឹងការចូលចិត្តអញ្ចឹងណាចាគេថា喜欢ចា喜欢是对一种事物或人有好感ចាគេថាការចូលចិត្តនេះបានន័យថាយើងមានអារម្មណ៍ល្អជាមួយនឹងចារបស់អីមួយចាឬមួយក៏នរណាម្នាក់អញ្ចឹងណាឯ是很深的感情ហើយការស្រឡាញ់គឺជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅចាចាចឹងនេះខ្ញុំមានឃ្លា4ចាចង់ចែកម្លែកជាមួយបងប្អូនអរគ្នាហើយសង្ឃឹមថាបងប្អូនអរគ្នាចូលចិត្តចាឃ្លាទាំង4ហ្នឹងសម្រាប់ខ្ញុំចូលចិត្តចាអញ្ចឹងទើបខ្ញុំយកមកចែកម្លែកដល់បងប្អូនអរគ្នាចាឃ្លាទី1គេនិយាយថា喜欢是烛光爱是太阳烛光នេះបងប្អូនគឺជាគេហៅថាពន្លឺភ្លើងទៀនចា太陽នេះគឺព្រះអាទិត្យអញ្ចឹងគេយកចាការស្រឡាញ់ការចូលចិត្តហ្នឹងគេយកប្រៀបធៀបទៅនឹងចាភ្លើងទៀនហើយការស្រឡាញ់គេយកប្រៀបធៀបជាមួយនឹងចាព្រះអាទិត្យពន្លឺព្រះអាទិត្យអូ my god គឺជាឃ្លាមួយដ៏ស្អាតមែនតើចា喜欢是烛光爱是太陽ចាការស្រឡាញ់គឺជាពន្លឺភ្លើងទៀនsorry ការចូលចិត្តគឺជាពន្លឺភ្លើងទៀនចា爱是太陽ចាការស្រឡាញ់គឺជាពន្លឺព្រះអាទិត្យពិតជាលយមែនតើណាឃ្លាហ្នឹងចាឃ្លាទី2គេថា喜欢是心动爱是心定ចាគេថាការស្រឡាញ់គឺបេះដូងកំរែកចាបេះដូងលោតណាបងប្អូនចាចឹងឧទាហរណ៍នៅពេលដែលយើងជួបក្រាស់យើងអីចឹងណាចាជួបក្រាស់ដើរវាក់ក្រាស់បេះដូងឌុកដាក់ចាហ្នឹងហើយគេហៅថាស៊ីមតុងចាហើយស៊ីមទីងនេះបានន័យថាម៉េចបានន័យថាចិត្តរបស់យើងហ្នឹងច្បាស់ហើយចាច្បាស់ហើយថាអាប៉ែហ្នឹងច្បាស់ហើយថាជាប៉ែហ្នឹងអត់ប្រែប្រួលទេចឹងអាហ្នឹងគេហៅថាស៊ីមទីងចាគេហៅថាបេះដូងច្បាស់លាស់ចាចឹងណាបងប្អូនចាអញ្ចឹង喜欢是心动爱是心定ចាបានន័យថាអញ្ចឹងទី3ចា喜欢是占有爱是付出占有នេះបងប្អូនបានន័យថាយើងគ្រប់គ្រងបានន័យថាគ្រប់គ្រងហើយ付出នេះបានន័យថាលះបង់អញ្ចឹងគេថាបើសិនជាយើងគ្រាន់តែចូលចិត្តទេវាអាចគឺជាការគ្រប់គ្រងចាការចូលចិត្តហ្នឹងវាអាចជាការគ្រប់គ្រងតែបើសិនជាស្រឡាញ់ចាគឺលះបង់ចាតាក់ទងជាមួយនឹងចាចំណុចឃ្លាទី3ហ្នឹងនាងខ្ញុំមានរឿងមួយចាដែលរឿងហ្នឹងមែនរឿងណាម្នាក់ឯងបងប្អូននៅក្នុងសាច់រឿងទេចានិយាយបែកញែកហ្នឹងបងប្អូនអ្នកដែលគេដឹងថារឿងរបស់គេហ្នឹងគេនេះយើងឡើយអញ្ចឹងអត់ទេអត់យករឿងបុគ្គលទេគឺយករឿងចារឿងក្នុងរឿងយកមកនិយាយចាមានរឿងមួយចាបងប្អូនរឿងហ្នឹងអឺរឿងចិនណាហើយតែចេញកាលពីចុងឆ្នាំ2024ទេរឿងហ្នឹងគេហៅថាមីគួយទៅគូសរឿងនិទានរបស់កុលាបចាតួអង្គហ្នឹងគាត់ឈ្មោះកុលាបហើយតួអង្គហ្នឹងស្អាតមែនតើចាហើយអឺគាត់បានស្រឡាញ់ហើយរៀបការជាមួយនឹងតួប្រុសចាហើយតួប្រុសហ្នឹងក្រោយពីគាត់រៀបការហើយចាមានកូនហើយអញ្ចឹងចាអត់ឲ្យម្នាក់ស្រីហ្នឹងទៅធ្វើការទេហួងហែងធ្វើអីក៏អត់ឲ្យទៅចាសឹងថាអត់ឲ្យចេញពីផ្ទះទៀតបងប្អូនគឺចង់ឃុំគ្នាទុកក្នុងផ្ទះហ្មងចាអញ្ចឹងចាហ្នឹងហើយគេហៅថាចាន់យោចាហើយមានម្នាក់ស្រីហ្នឹងនិយាយទៅគាត់ធំអត់បានទេបងប្អូនជាមួយនឹងគេហៅថាចាន់យោបែបហ្នឹងគ្រប់គ្រងបែបហ្នឹងគាត់រកការងារធ្វើហើយម្នាក់ប្រុសហ្នឹងបងប្អូនគាត់ដាក់ពាក្យកន្លែងធ្វើការហ្នឹងហើយដាក់ជាប់ឲ្យគេទេមកគេអ៊ីមែលមកហើយម្នាក់ប្រុសជីប្តីហ្នឹងគាត់ឆ្លើយជំនួសម្នាក់ស្រីហ្នឹងអញ្ចឹងម្នាក់ស្រីហ្នឹងអត់ដឹងរឿងហ្នឹងទេតែមានថ្ងៃមួយគាត់ដឹងតែខ្លួនឯងទៅគាត់ដឹងថាប្តីរបស់គាត់បានធ្វើរឿងនៃគាត់គួរឲ្យស្អប់ហ្នឹងចាលាក់បាំងគាត់ចឹងណាចានេះតាក់ទងជាមួយនឹងគេហៅថាគ្រប់គ្រងនេះគឺគ្រប់គ្រងជ្រុលចាអញ្ចឹងហើយអាហ្នឹងគេហៅថាគ្រប់គ្រងបងប្អូនចាធ្វើអីអត់បានគេធ្វើអីអត់បានទេហួងហែងចាចង់បានគេតែឯងអាហ្នឹងគេហៅថាគ្រប់គ្រងបងប្អូនចាខ្លាចអ្នកស្រីហ្នឹងទៅអត់អ្នកផ្សេងមួយក៏អីចឹងណាចឹងអានេះគេហៅថាចាន់យោ
អត់ឲ្យសេរីភាពគេទេចឹងអាហ្នឹងគេហៅថាគ្រប់គ្រងចឹងបើសិនជាគ្រាន់តែស្រឡាញ់ទេបើសិនជាគ្រាន់តែចូលចិត្តទេគឺអាចចាជាការគ្រប់គ្រងតែបើសិនជាឯងឈឺពូឈូបើសិនជាគាត់ស្រឡាញ់អ្នកស្រីនឹងពិតប្រាកដចេញពីបេះដូងគាត់មែនណាបងប្អូនគាត់នឹងមានការលះបង់អីធ្វើអីដើម្បីម្នាក់ស្រីនឹងមិនមែនឲ្យម្នាក់ស្រីនឹងធ្វើអីដើម្បីបំពេញតែខ្លួនឯងចង់បានទេចាអញ្ចឹងអាហ្នឹងគឺគេហៅថាចាការស្រឡាញ់ជាមួយនឹងការចូលចិត្តវាខុសគ្នាបែបចឹងណាបងប្អូនចាហើយទី4គេថា喜欢是短暂爱是永恒គេថាការស្រឡាញ់短暂នេះបានន័យថារយៈពេលខ្លីបងប្អូនអញ្ចឹងបានន័យថាការចូលចិត្ត sorry ចាការចូលចិត្តវាគឺជាចាំយើងអាចនិយាយថាមួយប្រព្រឹត្តផ្នែកវាជាចាជារយៈពេលខ្លីចាតែបើការស្រឡាញ់វិញយងហឹងជានិរន្តរ៍ចាបើសិនជាស្រឡាញ់គឺគេស្មោះស្ម័គ្រមួយយើងឯងគេអត់ចាអត់ហៅអ្នកផ្សេងអត់ឌីរេទេគឺគេចាច្បាស់លាស់ជាមួយនឹងយើងហើយទោះបីជាចាយើងឃ្លាតគ្នាដោយសារតែអឺការទៅហ៊ានចាការទៅធ្វើការចាទៅធ្វើអីមួយនៅចាប្រទេសផ្សេងតំបន់ផ្សេងខេត្តផ្សេងចាក៏គេនៅតែចាំយើងដែរអញ្ចឹងអាហ្នឹងគេហៅថាស្រឡាញ់ហីតែបើថាដោយសារតែរឿងទៅធ្វើការរឿងអីហ្នឹងហើយគេបែកពីយើងបងប្អូនអាហ្នឹងមិនមែនជាការស្រឡាញ់ទេវាគ្រាន់តែជាស៊ីខ្វាន់ហើយស៊ីខ្វាន់ហ្នឹងគឺវាទាន់ច័ន្ទនឹងឯងចាវាខ្លីទេអញ្ចឹងគេអាចនឹងមានអ្នកថ្មីទៀតអាហ្នឹងគឺយើងថាអត់ត្រូវទេចានៅពេលដែលគេចូលចិត្តអ្នកថ្មីទៀតអីចឹងណាចាអញ្ចឹងសរុបមកឃ្លាទាំង4នេះចាសង្ឃឹមថាបងប្អូនទាំងអស់គ្នាចាចូលចិត្តហើយនឹងអាចរៀនបានចាឃ្លាជាភាសាចិនដ៏ស្អាតបែបហ្នឹងអញ្ចឹងខ្ញុំស្រឡាញ់មែនទែនឃ្លាទាំង4ហ្នឹងអញ្ចឹងសង្ឃឹមថាបងប្អូនក៏ចូលចិត្តដូចខ្ញុំដែរចាហើយសម្រាប់បងប្អូនដែលចង់រៀនភាសាចិនចាអាចចាចោះឈ្មោះរៀនជាមួយនឹងខ្ញុំបានបច្ចុប្បន្ននេះខ្ញុំមានថ្នាក់ ASK1 ASK2 បងប្អូនចង់រៀនអាចតាក់ទងខ្ញុំបានចា